ក្មេងស្រីនោះមិនដែលស្រមៃថាការរំធម្មតារបស់នាងនឹងជួយសង្គ្រោះជីវិតនរណាម្នាក់ឡើយមាននរណាម្នាក់ចាប់អារម្មណ៍នឹងការរំរបស់នាងខ្លាំងណាស់រហូតដល់ពួកគេភ្លេចអំពីការលោតពីលើអគារជនស៊ូពិតជាមានមន្តស្នេហ៍ជាការពិតណាស់វាមិនមែនជាកំហុសរបស់នាងទាំងស្រុងនោះទេការរំដ៏ប្រណិតនិងរូបរាងដ៏ល្អឥតខ្ចោះរបស់នាងពិតជាតាក់ទាញពេលនាងរំនាងបានជន់លើស្គរកៅស៊ូមួយដុំដោយចៃដន្យពេលឃើញបុរសម្នាក់កំពុងសម្លឹងមើលនាងស្មានថាជនស៊ូជាអ្នកទម្លាក់វាចោលដោយដឹងថាហែនសូមានបំណងលោតនាងបាននិយាយទៅកាន់គាត់ថាខ្ញុំនឹងលោតខ្ញុំសំណាងអាក្រក់ណាស់សំបីតែលោតពីលើអគារក៏មិនបញ្ចប់ល្អដែរហើយខ្ញុំនឹងត្រូវគេបណ្តេញចេញមើលទៅដូចជាថ្ងៃនេះមិនមែនជាថ្ងៃល្អសម្រាប់លោតនោះទេប៉ុន្តែអ្វីដែលបានកើតឡើងបន្ទាប់បានធ្វើឲ្យ Chen Chi ដឹងថានេះប្រហែលជាថ្ងៃដ៏សំណាងបំផុតក្នុងជីវិតរបស់គាត់បានទទួលសារជាអក្សរដែលនិយាយថាកញ្ចប់របស់គាត់បានមកដល់ហើយគាត់គួរតែទុកវានៅមាត់ទ្វារគាត់បានបើកទ្វារឃើញមីកញ្ចប់ខ្ចាត់ខ្ចាយពីពេញអត្តពិភពលោកនេះជាអ្វីមាននរណាម្នាក់ថែមទាំងលួចមីកញ្ចប់ទៀតផងវាដូចជាឃើញខ្មោចគាត់បានដើរតាមមីដែលខ្ចាត់ខ្ចាយហើយអ្វីដែលគាត់បានឃើញបន្ទាប់ពិតជាបានបង្ហាញគាត់ពីអ្វីដែលជារឿងខ្មោចក្បាលឆ្មាមួយបានរំលាយចេញពីបន្ទប់ប៉ុន្តែត្រូវបានដៃអាក្រក់ចាប់ភ្លាមដោយភ័យខ្លាចគាត់បានរត់ត្រឡប់ទៅបន្ទប់វិញយ៉ាងលឿនហើយលាក់ខ្លួននៅក្រោមភួយបន្ទាប់ពីមួយសន្ទុះសំឡេងស្បែកជើងតែងខ្ពស់បានខិតជិតមកដល់យឺតកណ្ដឹងទ្វារបានរត់ឡើងវាជាសំឡេងក្មេងស្រីគាត់បានទៅមើលហើយឃើញនារីវ័យក្មេងម្នាក់និយាយថានាងទើបតែត្រឡប់មកផ្ទះវិញហើយឃើញវានៅក្នុងភាពរញ៉េញ៉ៃឆ្មារបស់នាងបាត់ខ្លួនហើយឈាមហូរពេញខ្លួននាងមានការភ័យខ្លាចយ៉ាងខ្លាំងហើយចង់ឲ្យហែនសូនៅជាមួយនាងប៉ុន្តែហែនសូដែលមិនច្រឡំនៅតែស្ងប់ស្ងាត់ពេលលើថានាងចង់ឃើញដៃរបស់គាត់ស្ត្រីនោះបានបាត់បង់ការគ្រប់គ្រងហើយគូទ្វារយ៉ាងប្រញាប់ប្រញាល់ដោយសារភាពចលាចលរបស់នាងថែមទាំងហូរឈាមច្រមុះទៀតផងដោយឃើញថាការលំបាករបស់នាងបរាជ័យរីនោះគ្មានចំណុចអ្វីក្រៅពីចាក់ចេញទេឈុតឆាកបានផ្លាស់ប្ដូរទៅជាសូកំពុងហាត់ច្រៀងនៅក្នុងបន្ទប់របស់គាត់ឬសំឡេងគូទ្វារគាត់គិតថាវាជាគាត់ប៉ុន្តែសំឡេងរំខានដល់អ្នកជិតខាងពួកគេបានមកត្អូញត្អែហើយគាត់កំពុងគិតពីរបៀបសំទោសស្រាប់តែគាត់ដឹងថាទ្វារចូលនៅទីនោះមានសត្វចម្លែកអាក្រក់មួយក្បាលស្រែកឥតឈប់ឈរថាវាឃ្លានហើយកំពុងគូទ្វារយ៉ាងខ្លាំងបង្ខូចវាហើយហៀបនឹងវាចុះជាសូបានទាញអាវុធចេញត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វចម្លែកអាក្រក់នោះប៉ុន្តែព្រាមនោះមានភាពស្ងៀមស្ងាត់គាត់បានដើរទៅជិតហើយឃើញបុរសម្នាក់ដែលមានមុខពោពេញដោយស្លាកស្នាមដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាសូបាននិយាយថាមានសត្វចម្លែកអាក្រក់មួយក្បាលដែលមានមុខពោពេញដោយឈាមហើយគ្រូកំពុងគូទ្វារសួរថាតើគាត់បានឃើញវាអត់ទន្ទឹមនឹងនេះហានសូទីងយ៉ាងមិនចេញហើយឈុតឆាកនៅខាងក្រៅធ្វើឲ្យគាត់ញាក់អើឈុតឆាកដ៏ច្របូកច្របល់នឹងហន្តរាយមួយបានលាតត្រដាងនៅចំពោះមុខគាត់ភ្លាមនោះហែនសូមានអារម្មណ៍ក្តៅក្នុងច្រមុះរបស់គាត់វាហូរឈាមយ៉ាងខ្លាំងក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះពិភពខាងក្រៅបានផ្លាស់ប្ដូរទាំងស្រុងគ្រប់ទីកន្លែងមានសត្វចម្លែកគ្រប់ប្រភេទដែលជាឈុតឆាកស្រដៀងនឹងហន្តរាយនរកទោះជាយ៉ាងណាក៏ដោយក្មេងស្រីអេមយូមិនដឹងអ្វីទាំងអស់អំពីរឿងនេះទេដោយកំពុងហៅទូរស័ព្ទវាភ្លាមនោះគាត់បានឮសំឡេងមួយនៅជាន់លើគាត់បានលួចមើលហើយឃើញអ្វីមួយកំពុងមករកគាត់នៅពេលនោះគាត់បានបាត់បង់ជើងរបស់គាត់ហើយបានដួលចុះតាមជណ្ដើរគ្រាន់តែគាត់ស្រែកដោយការជិះចាប់គាត់បានឮសំឡេងជើងច្បាស់នៅពីក្រោយគាត់បានងាកមកវិញដោយភ័យស្លន់ស្លោជាសំណាងល្អដែលមិនបានរកឃើញអ្វីអាក្រក់ទេគ្រាន់តែជាបុរសចំណាស់ដ៏ខូខើម្នាក់នៅក្បែរគាត់ទុកវេទនាទាំងមូលនេះនៅពាក់កណ្ដាលអធ្រាត្រស្ទើរតែធ្វើឲ្យគាត់ភ័យខ្លាចស្ទើរតែស្លាប់គាត់គួរតែដេកនៅទីនោះហើយសម្រាប់បន្ទាប់ពីដួលជីវិតមិនចាំបាច់រឹងរូសខ្លាំងពេកទេដើម្បីដោះស្រាយខ្មាស់អៀនយឺដេកលើដេកលេងទូរស័ព្ទរបស់គាត់ធ្វើពុតជាគាត់គ្រាន់តែសម្រាប់គាត់គ្រាន់តែចង់ឲ្យពូចាក់ចេញយ៉ាងលឿនដើម្បីកុំឲ្យគាត់ខ្មាស់អៀនណាស់ប៉ុន្តែនៅពេលដែលពូដ៏ខូខើនោះងាកមកស្រាប់តែមានរូបពណ៌ក្រហមមួយបានលេចចេញពីក្រោយគាត់អ្នកនិងអ្នកដទៃទៀតមានការភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែពូដ៏ខូខើនោះនៅតែស្ងប់ស្ងាត់ដោយបោះសត្វចម្លែកនោះចុះពីលើស្មាទោះបីជាចលនានេះត្រជាក់ក៏ដោយសត្វចម្លែកនោះមិនងាយស្លាប់ទេខណៈពេលដែលគាត់កំពុងពិនិត្យមើលរបួសរបស់គាត់សត្វចម្លែកនោះបានលោតម្ដងទៀតគាត់បានចាប់សត្វចម្លែកនោះដោយដៃខាងហើយបានឃើញស្នាមនៅលើថ្ងាសរបស់វាបានបង្ហាញថារបស់ដែលបានបុកទ្វារមុននេះគឺជាគាត់ដោយសារតែគាត់ប្រអិតប្រទុំគាត់មិនអាចឲ្យវារត់គេចខ្លួនតោងទៀតបានទេគាត់បានទម្លាក់វាលើកដៃឡើងហើយបញ្ចេញភ្លេចបន្ទោដោយឃើញថាគាត់មិនអាចប្រៀបផ្ទឹមបាននឹងពូដ៏ខូខើនោះសត្វចម្លែកនោះបានងាកមកហើយលោតទៅលើអេនយូប៉ុន្តែពូមិនអត់អន់ទេគាត់បានទាត់គាត់ចំជញ្ជាំងសត្វចម្លែកនោះមានការភ្ញាក់ផ្អើលជាប្រមាថនៅខាងក្នុងប៉ុន្តែសត្វចម្លែកនោះមិនអាចបង្ហាញការគោរពបានទេគាត់ខ្លាចផ្ទុយទៅវិញគាត់ត្រូវបានជួបប្រទះនឹងការបាញ់បាត់ស្បែកជើងជាច្រើនគ្របតម្រង់មកលើមុខរបស់គាត់ជើងមួយបន្ទាប់ពីជើងមួយកណ្ដាប់ដៃមួយបន្ទាប់ពីកណ្ដាប់ដៃមួយនៅទីបញ្ចប់សត្វចម្លែកនោះបានស្លាប់ដោយការអាក់អន់ចិត្តមនុស្សគ្រប់គ្នាមានការភ័យខ្លាចមិនមែនដោយសត្វចម្លែកនោះប៉ុន្តែដោយពូដ៏ខូខើដែលថែមទាំងអាក្រក់ជាងសត្វចម្លែកនោះទៅទៀតទន្ទឹមនឹងនេះអ្នកដែលជាប់នៅក្នុងបន្ទប់ទទួលភ្ញៀវនៅជាន់ទី1ដែលមិនដឹងពីស្ថានភាពនៅខាងក្រៅដូចគ្នាក៏ស្ថិតនៅក្នុងភាពវិនាសអន្តរាយដែរពួកគេពិតជាកំពុងប្រយុទ្ធគ្នាពេលខ្ញុំបើកទ្វារដើម្បីទៅធ្វើការខ្ញុំមិនបានដឹងទេថាសត្វចម្លែកទំពេកមួយក្បាលដែលស្រដៀងនឹង Rice កំពុងរងចាំនៅខាងក្រៅខ្ញុំកំពុងរងចាំញ៉ាំអាហារតើអ្នកកំពុងរងចាំអ្វីអូយើងកំពុងរងចាំស្លាប់ខ្ញុំបើកទ្វារឲ្យសត្វចម្លែកទំពេកនោះបានវាបំបែកទ្វារកញ្ចក់យ៉ាងលឿនដូចជាខ្លាកំពុងចូលទៅក្នុងហ្វូងជៀមវាចាប់ឆ្មាំសន្តិសុខម្នាក់ហើយដូចគាត់ដែលក្រីរំភើបខណៈពេលដែលអ្នកចូលមើលគ្រាន់តែញញឆ្ងល់ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះឆ្មាំសន្តិសុខនោះគឺជាសាកសពស្ងួតជាសំណាងល្អយុវជនម្នាក់ដែលគិតលឿនបានចាប់ឧបករណ៍ពលិតអគ្គិភ័យហើយបានខ្លាំងសម្រាប់សត្វចម្លែកទំពេកនោះសត្វចម្លែកនោះបានដើរថយក្រោយហើយបុរសវ័យកណ្ដាលដែលនៅក្បែរគាត់ដែលភ័យខ្លាចបានស្រែកច្រើនដងដើម្បីបិទទ្វារមុនពេលមានប្រតិកម្មតែនៅពេលនោះឧបករណ៍ពលិតអគ្គិភ័យបានអស់ហើយបើគ្មានការបង្ក្រាបរបស់វាទេសត្វចម្លែកទំពេកនោះទៀតនឹងត្រឡប់មកវិញនៅពេលដ៏សំខាន់នេះមាននរណាម្នាក់បានបោះជំហានទៅមុខហើយយកសត្វចម្លែកទំពេកនោះចេញប៉ុន្តែត្រូវបានចាក់ចំកំពុងជើងដោយឃើញថាសត្វចម្លែកនោះបានប្រើរាងកាយរបស់វាដើម្បីធ្វើទ្វារដែលបិទជិតវាបានទាញស្ត្រីនោះចូលទៅក្នុងសាលពេលពួកគេចូលទៅធានសត្វតែមានបន្ទើមួយបានស្ទុះចូលមកបញ្ឈប់ត្រឹមតែមួយអ៊ីនទីស្ត្រីនោះវាបានបង្ហាញថាទ្វារដែលកំពុងរារាំងវាទោះបីជាវាកំពុងយ៉ាងណាក៏ដោយវាមិនអាចរើទៅមុខបានមួយអ៊ីនទេដោយឃើញថាវាប្រយោគសត្វចម្លែកទំពេកនោះមានចំណុចអ្វីក្រៅពីចាក់ចេញឡើយអ្នកទាំងពីរទីបំផុតបានដកដង្ហើមក្នុងការធ្វើស្បើយទោះជាយ៉ាងណាក៏ដោយទោះបីជាវិបត្តិខាងក្រៅត្រូវបានដោះស្រាយក៏ដោយអគារទាំងមូលនៅតែពោពេញដោយគ្រោះថ្នាក់